នៅក្នុងគណៈពេលដែលប្រទេសកម្ពុជានិងប្រទេសថៃមានចំនួនហើយថៃបានធ្វើការបិទព្រំដែនអស់រយៈពេលប្រមាណខែមកនេះគឺស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មិនសូវល្អនោះទេគឺថានៅខាងភាគីកម្ពុជាចំណូលដុលដែលហៅថា GDP គឺនៅក្នុងឆ្នាំ2025នេះមានការព្យាករណ៍អំពីខាង ADB ដែលជាធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថានឹងធ្លាក់មកនៅត្រឹមតែប្រមាណជា4កណ្ដកសញ្ញា 9% ហើយថៃនេះអាចធ្លាក់មកនៅត្រឹម1កណ្ដកសញ្ញា 8 ទៅ2កណ្ដកសញ្ញា 5% ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថាឥទ្ធិពលរបស់ប្រទេសថៃដែលបាននៅប្រាក់ចំណូលរបស់ខ្លួនឬក៏ទំហំពាណិជ្ជកម្មនេះគឺមានប៉ះពាល់មិនមែនតែមកពីខាងភាគីកម្ពុជាទេគឺថាអាចនឹងមានបញ្ហានៃការបិទព្រំដែនពីសំណាក់ជាមួយនឹងប្រទេសភូមាហើយម៉ាឡេស៊ីក៏ចំណូលជាមួយនឹងម៉ាឡេស៊ីក៏ធ្លាក់ជាមួយនឹងឡាវក៏ធ្លាក់សម្បើមដែរដែលធ្វើឲ្យប្រទេសថៃកំពុងតែជួបនៅវិបត្តិធ្ងន់ធ្ងរទៅលើផ្នែកសេដ្ឋកិច្ចរបស់ប្រទេសខ្លួនហើយនេះយើងមកតាមដានអំពីថាតើខាងធនាគារអភិវឌ្ឍន៍ពិភពលោកឬក៏ធនាគារអភិវឌ្ឍន៍អាស៊ី ADB នេះមានការព្យាករណ៍យ៉ាងណាខ្លះចំពោះ GDP របស់កម្ពុជាធនាគារអភិវឌ្ឍន៍អាស៊ី ADB នេះគឺបានបន្ថយនៅការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងចន្លោះដែលធ្លាប់ធ្វើការប៉ាន់ប្រមាណពី6កណ្ដកសញ្ញា 1% ឥឡូវនេះមកនៅត្រឹម4កណ្ដកសញ្ញា 9% សម្រាប់ឆ្នាំ2025និងពី6កណ្ដកសញ្ញា 2% មកត្រឹម 5% សម្រាប់ឆ្នាំ2026ដោយឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដែលទាក់ទងទៅនឹងភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាមួយនឹងប្រទេសថៃនិងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិកនោះយោងទៅតាមសេចក្តីរាយការណ៍ឬក៏តាមរបាយការណ៍របស់សេដ្ឋកិច្ចរបស់ ADB នេះគឺទស្សនវិស័យអភិវឌ្ឍន៍អាស៊ីហៅថា ADO នៅក្នុងខែកញ្ញាឆ្នាំ2025នេះគឺបានចេញផ្សាយនៅក្នុងថ្ងៃទី30ខែកញ្ញានេះទោះជាយ៉ាងណារបាយការណ៍របស់ ADB នេះគឺមានការរំពឹងទុកអំពីកំណើនរឹងមាំនៅក្នុងឆ្នាំ2026ផងដែរដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្មនិងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់អំពីបរទេសនោះជាមួយគ្នានេះដែរអតិផរណាឆ្នាំនៅលើឆ្នាំបានធ្លាក់ចុះខ្លាំងពី6កណ្ដកសញ្ញា 0% នៅក្នុងខែមករាគិតនៅត្រឹម1កណ្ដកសញ្ញា 6% នៅក្នុងខែមិថុនាអតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រមាណ2កណ្ដកសញ្ញា 0% ទាំងនៅក្នុងឆ្នាំ2025និងឆ្នាំ2026នាយិកា ADB ប្រចាំនៅប្រទេសកម្ពុជាគឺលោកស្រីយោស្តាណាវ៉ាម៉ាបានមានប្រសាសន៍ថាសេដ្ឋកិច្ចបានបង្ហាញអំពីភាពធន់នៅក្នុងឆមាសទី1នៃឆ្នាំ2025កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារនិងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈបានជួយនៅការបន្ទាបអតិផរណាខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំនោះលោកស្រីបានលើកឡើងថានៅពេលខាងមុខនេះវានឹងមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់និងទេសចរជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្មដែលទាំងនេះបង្ហាញអំពីកំណើនប្រកបទៅដោយតុល្យភាពនិងនិរន្តរភាពបើយោងទៅតាមរបាយការណ៍ដដែលនេះសម្រាប់វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេការនាំចេញសម្លៀកបំពាក់ស្បែកជើងនិងទំនិញធ្វើដំណើរបានកើនឡើង22កណ្ដកសញ្ញា 2% នៅឆ្នាំលើឆ្នាំសម្រាប់ឆមាសទី1នៅក្នុងឆ្នាំ2025ដែលមួយផ្នែកបានជំរុញទៅដោយអ្នកទិញរបស់សហរដ្ឋអាមេរិកដែលបានបង្កើននៅការទិញទុកជាមុនដោយក្តីបារម្ភអំពីការដំឡើងពន្ធទៅលើការនាំចូលនៃផលិតផលពីកម្ពុជានោះ ADB ក៏បានលើកឡើងថាទោះជាមាននៅការប្រុងប្រយ័ត្នអំពីសំណាក់អ្នកនាំចូលរបស់សហរដ្ឋអាមេរិកក៏ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយក៏ផលិតកម្មនៅក្នុងវិស័យកាត់ដេរនិងក្រៅពីវិស័យកាត់ដេរនេះ
ត្រូវបានរំពឹងថានឹងនៅតែរឹងមាំដោយសារតែភាពអំណោយផលនៃការបន្ថយពន្ធគយមក 19% របស់សហរដ្ឋអាមេរិកលើការនាំចូលពីកម្ពុជានោះសម្រាប់កំណើននៃវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកដល់ត្រឹមពីកណ្ដោសញ្ញា 8% នៅក្នុងឆ្នាំ 2025 និងពីកណ្ដោសញ្ញា 6% នៅក្នុងឆ្នាំ 2026 វិស័យទេសចរណ៍បង្ហាញអំពីការបន្តនៃការងើបឡើងវិញនៅក្នុងឆមាសទី1នៅក្នុងឆ្នាំ 2025 មួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណរដ្ឋប្រជាមានិតចិនក៏ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយនឹងប្រទេសថៃដែលកំពុងបន្តកើនមាននិងរំខានទៅដល់វិស័យទេសចរនិងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទី2នៅក្នុងឆ្នាំនេះនៅក្នុងពេលខាងមុខនេះវិស័យកសិកម្មត្រូវបានគេព្យាករណ៍ថានឹងកើនឡើងប្រមាណ 1 កណ្ដោសញ្ញា 1% នៅក្នុងឆ្នាំ 2025 ហើយ 2026 ជំរុញដោយតម្រូវការនាំចេញដែលកំពុងតែបន្តនឹងការកើននឹងការរំពឹងទុកអំពីការរួមចំណែករបស់កម្មករកសិកម្មដែលបានត្រឡប់មកពីប្រទេសថៃវិញនៅក្នុងឆមាសទី2នៅក្នុងឆ្នាំនេះហើយការនាំចេញកសិផលបានកើនឡើង 14 កណ្ដោសញ្ញា 1% នៃឆ្នាំលើឆ្នាំនៅឆមាសទី1ឆ្នាំ 2025 ដែលជំរុញទៅដោយការនាំចេញគ្រាប់ស្វាយចន្ទីនិងអង្ករដែលជួយនៅក្នុងការប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមីនិងកៅស៊ូនោះដោយឡែកនៅក្នុងប្រទេសថៃវិញក៏មានការព្យាករណ៍អំពីចំណូលឬក៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួនដែលមានការប៉ាន់ប្រមាណថានឹងមានការធ្លាក់ចុះនៃ GDP របស់ខ្លួនមកដល់ត្រឹមពីកណ្ដោសញ្ញា 5% តែប៉ុណ្ណោះហើយដោយឡែកនៅក្នុងពេលថ្មីៗនេះដែរក៏មានសេចក្តីរាយការណ៍នៅតាមបណ្ដានៃព្រំដែននៃប្រទេសថៃផងដែរដែលនៅក្នុងនោះគឺមានអគ្គនាយកនៃ DST គឺលោកស្រីអារ៉ាបាបាននិយាយថានៅក្នុងប្រទេសថៃចំណូលរបស់ទំហំពាណិជ្ជកម្មរបស់ខ្លួនគឺមានការធ្លាក់ចុះរហូតដល់ជិត64 ប៊ីលានបាតដែលជាទំហំពាណិជ្ជកម្មនៅតាមព្រំដែនរវាងប្រទេសជិតខាងទាំង4ដែលក្នុងនោះគឺរួមមានកម្ពុជាឡាវមីយ៉ាន់ម៉ានិងម៉ាឡេស៊ីដែលមានខ្សែបន្ទាត់ព្រំដែនជាប់នឹងប្រទេសថៃហើយធ្លាប់ចេញចូលទំនិញជាមួយនឹងប្រទេសថៃនោះផងដែរការលម្អិតគឺលោកស្រីអារ៉ាដាក៏បានលើកឡើងផងដែរថាការនាំចេញទៅកាន់ប្រទេសទាំង4បានធ្លាក់ចុះ 30% មកនៅត្រឹមប្រមាណជា 33 កណ្ដោសញ្ញា 95 ប៊ីលានបាតខណៈដែលការនាំចូលវិញបានធ្លាក់ចុះរហូតទៅដល់ 14 កណ្ដោសញ្ញា 5% គិតមកត្រឹមប្រមាណជា 29 កណ្ដោសញ្ញា 98 ប៊ីលានបាតម៉ាឡេស៊ីវិញនៅតែជាដៃគូពាណិជ្ជកម្មតាមព្រំដែនដ៏ធំបំផុតរបស់ប្រទេសថៃនៅក្នុងទំហំពាណិជ្ជកម្មជាង 26 ប៊ីលានបាតធ្លាក់ចុះត្រឹម 5 កណ្ដោសញ្ញា 7% បន្ទាប់មកទៀតប្រទេសឡាវដែលមានទំហំដល់ទៅ 23 កណ្ដោសញ្ញា 13 ប៊ីលានបាតគឺធ្លាក់ចុះ 0.1% ហើយប្រទេសមីយ៉ាន់ម៉ាមាន 13 កណ្ដោសញ្ញា 82 លានបាតធ្លាក់ចុះ 20 កណ្ដោសញ្ញា 8% ហើយនឹងកម្ពុជាគឺមានទំហំ 10 លានបាតមានការធ្លាក់ចុះរហូតដល់ 99 កណ្ដោសញ្ញា 9% លោកស្រីអារ៉ាដាក៏បានគូសបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យពាណិជ្ជកម្មតាមព្រំដែនជាមួយនឹងប្រទេសជិតខាងរបស់ថៃនោះគឺមានការធ្លាក់ចុះក៏ប៉ុន្តែគេមើលឃើញថាការធ្លាក់ចុះពាណិជ្ជកម្មជាមួយកម្ពុជាគឺមានការកើនឡើងក្រោយពីថៃបានបិទដំណើរការចេញចូលជាឯកតោភាគីជំវិញនៅភាពតានតឹងនៃព្រំដែនដែលមានការតាក់ទាញនៅចំណាត់ការតបតដូចគ្នាពីកម្ពុជាពាណិជ្ជកម្មជាមួយនឹងមីយ៉ាន់ម៉ាវិញនោះគឺមានការធ្លាក់ចុះកើនឡើងក្រោយពីយោធាមីយ៉ាន់ម៉ាមានការបិទច្រកព្រំដែនសំខាន់បំផុតរវាងប្រទេសទាំងពីរគឺស្ពានមិត្តភាពថៃមីយ៉ាន់ម៉ាមេសូតមីយ៉ាវ៉ាឌីទី2នោះប្រិមិត្តនេះគឺជាព័ត៌មានទាក់ទងទៅនឹងស្ថានភាពសេដ្ឋកិច្ច
នៅក្នុងប្រទេសកម្ពុជាហើយក៏ថ្មីនេះក៏មានការប៉ះទង្គិចវិវាទព្រំដែនជាមួយនឹងកម្ពុជាថៃនោះក៏ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានេះក៏មិនសូវជាល្អប្រមាណដែរប្រទេសថៃនឹងក៏មិនល្អដែរហើយប៉ុន្តែយ៉ាងណាក៏ដោយបើប្រៀបធៀបសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនេះគឺកម្ពុជានៅល្អប្រសើរខ្លាំងគឺមានការប៉ះពាល់តិចតួចតែប៉ុណ្ណោះដោយមានការព្យាករណ៍អំពីធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅថា ADB នេះគឺការព្យាករណ៍ថានៅក្នុងឆ្នាំ2025នេះគឺ GDP របស់ប្រទេសកម្ពុជាដែលធ្លាប់មានប្រមាណជា6% នោះក៏មានការរំពឹងទុកឬក៏មានការបន្ថយទៅនឹងតួលេខរបស់ខាង ADB នេះចំពោះកម្ពុជាថានឹងមានការធ្លាក់នៅក្នុងកម្រិតតែប្រមាណ4កណ្ដកសញ្ញា 9% ប៉ុណ្ណោះហើយដោយឡែកសម្រាប់ប្រទេសថៃ GDP របស់ប្រទេសថៃវិញគឺមានការធ្លាក់ចុះនៅក្នុងកម្រិត1កណ្ដកសញ្ញា 8% ទៅ2កណ្ដកសញ្ញា 5% មានន័យថាចំណូលដុលរបស់ប្រទេសថៃនេះគឺមានកម្រិត GDP នេះតែប៉ុណ្ណេះឯងនោះគឺដោយសារតែក្រៅអំពីវិបត្តិសកលរបស់ពិភពលោកគឺខាងភាគីថៃនេះក៏ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផ្សេងដែរហើយក្នុងនោះក៏មានធ្ងន់មកខាងកម្ពុជាដែរដែលមានចំណូលធ្លាក់ចុះគឺស្ទើរតែ99កណ្ដកសញ្ញា 9% ដែលជាតួលេខមួយកំណត់ទៅដោយទំហំពាណិជ្ជកម្មចិញ្ចោលរវាងកម្ពុជាថៃពីសំណាក់នៃធនាគារអភិវឌ្ឍន៍អាស៊ីមិនត្រឹមតែប៉ុណ្ណោះទេគឺថាប្រទេសថៃដែលមាន GDP ធ្លាក់ចុះរហូតដល់ជិតដល់ទៅបាតនៃតារាងទៅហើយក៏មានការប៉ះពាល់ទៅលើទំហំពាណិជ្ជកម្មជាមួយនឹងប្រទេស3ផ្សេងទៀតក្រៅពីកម្ពុជានោះគឺប្រទេសមីយ៉ាន់ម៉ាឬក៏ភូមានេះប្រទេសម៉ាឡេស៊ីហើយក៏ដូចជាប្រទេសឡាវផងដែរទំហំពាណិជ្ជកម្មក៏មានការធ្លាក់ចុះយ៉ាងគំហុកផងដែរដែលធ្វើឲ្យប្រទេសថៃកាន់តែមានភាពលំបាកនៅក្នុងទំហំពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសជិតខាងនេះឯង